ប្រសិនជាសានម៉ៅអាចមានឱកាសម្ដងទៀតគេនឹងមិនលើកញញួរសំពងទៅលោកគ្រូរបស់គេនោះទេសានម៉ៅទីបញ្ចប់គេអាចរកកន្លែងស្នាក់នៅនិងមានអាហារហូបចុកបានហើយព្រោះតែមានអ្នកលេងសៀកម្នាក់មកពីសានតុងព្រមទទួលគេធ្វើជាសិស្សផ្ដល់អាហារហូបចុកឲ្យគេព្រមទាំងបង្រៀនវិជ្ជាគុណឲ្យគេទៀតផងប្រហែលជាកន្លះខែប៉ុណ្ណោះសានម៉ៅគេអាចសម្ដែងលេងសៀកជាមួយលោកគ្រូរបស់គេបានតែគួរឲ្យសោកស្ដាយការសម្ដែងសៀកលើកដំបូងរបស់គេត្រូវបានបំផ្លាញដោយសារតែកំហុសអចេតនាមួយជំនាញពិសេសរបស់លោកគ្រូគឺការវាយបំបែកទាំងថ្មដ៏ធំមួយដែលដាក់នៅលើទ្រូងរបស់គាត់ហើយនេះក៏ជាលើកទី1ដែលគាត់សម្ដែងជាមួយសានម៉ៅបានលើកញញួរសំពងទៅលើផ្ទាំងថ្មដ៏ដាក់នៅពីលើទ្រូងរបស់លោកគ្រូហើយនៅពេលនោះផ្ទាំងថ្មក៏បានបែកជាច្រើនបំណែកហើយភ្លាមនោះអ្នកទស្សនាក៏បានទះដៃហូរកញ្ជ្រៀវឲ្យពួកគេពេលនោះសានក៏បានឆ្លក់វង្វេងនឹងការហូរកញ្ជ្រៀវរបស់ទស្សនិកជនគេក៏បានក្រឡេកមើលទៅទ្រូងរបស់លោកគ្រូគេនៅសល់ផ្ទាំងថ្មមួយដុំតូចភ្លាមនោះគេក៏បានប្រើកម្លាំងហើយសំពងទៅលើផ្ទាំងថ្មតូចនោះជាលើកទី2លោកគ្រូឃើញដូច្នោះក៏បានរាដៃកុំឲ្យគេសំពងបន្តប៉ុន្តែវាក៏បានយឺតពេកទៅហើយព្រោះគេមិនបានយកចិត្តទុកដាក់មើលការខាត់របស់លោកគ្រូគេឡើយញញួរក៏បានធ្លាក់ទៅលើទ្រូងរបស់លោកគ្រូគេភ្លាមនោះលោកគ្រូក៏បានស្រែកយ៉ាងខ្លាំងហើយក៏បានដួលទៅលើដៃអ្នកចាំរមើលនៅទីនោះក៏ចាប់ផ្ដើមនាំគ្នាដើរចេញលើកនេះសូម្បីតែប្រាក់1រៀលក៏រកមិនបានដែរថែមទាំងធ្វើឲ្យគ្រូរបស់គេមានរបួសទៀតសានម៉ៅគេបានខូចចិត្តយ៉ាងខ្លាំងចំពោះកំហុសនេះបន្ទាប់មកគេក៏បានគ្រាលោកគ្រូត្រឡប់ទៅផ្ទះវិញដោយសារតែការឈឺចាប់ពេកទ្រាំមិនបានលោកគ្រូក៏បានសន្លប់ទៅសានម៉ៅគេក៏បានទៅបើកកែដើម្បីរកប្រាក់ពេលនោះគេក៏រកឃើញប្រាក់4កាក់គេក៏ប្រញាប់យកប្រាក់នោះទៅរកទិញថ្នាំយកមកឲ្យលោកគ្រូនៅពេលដែលសានម៉ៅចេញទៅបាត់មើលសន្ទុះលោកគ្រូក៏បានដឹងខ្លួនមកវិញពេលនោះក៏ឃើញកេះរបស់គាត់ត្រូវបានរើរញ៉េរញ៉ៃលោកគ្រូក៏បានគិតថាសានម៉ៅគេបានយកប្រាក់ទាំងអស់នោះហើយរត់ទៅបាត់ហើយពេលនោះគាត់ខឹងយ៉ាងខ្លាំងព្រមទាំងឈឺខ្លាំងផងក៏បានសន្លប់ម្ដងទៀតទៅបន្ទាប់មកសានម៉ៅក៏បានត្រឡប់មកវិញគេបានទិញថ្នាំមកបាត់ពួកឲ្យលោកគ្រូលើកនេះនៅពេលដែលលោកគ្រូភ្ញាក់ដឹងខ្លួនគាត់ក៏បានឃើញសានម៉ៅនៅទីនោះឃើញដូច្នោះគាត់ក៏បានសរសើរសានម៉ៅម្ដងហើយម្ដងទៀតហើយក៏ធ្វើឲ្យទំនាក់ទំនងរបស់ពួកគេកាន់តែជិតស្និទ្ធថែមទៀតពេលនោះគាត់មិនបានបន្ទោសសានម៉ៅនោះទេគាត់បានត្រឹមបន្ទោសព្រះជាម្ចាស់ដែលអយុត្តិធម៌ចំពោះពួកគេដែលធ្វើឲ្យក្មេងប្រក់ដោយសានម៉ៅត្រូវរងទុក្ខវេទនាពេលនោះសានម៉ៅក៏បានសួរទៅលោកគ្រូថាលើលោកនេះពិតជាមានព្រះជាម្ចាស់ពិតមែនឬពេលនោះលោកគ្រូនិយាយជារបៀបលេងសើចថាចាំយើងស្លាប់ទៅសិនបើមានមែនយើងនឹងឆ្លើយសំណួររបស់ឯងលោកគ្រូក៏បានសម្រាកនៅផ្ទះដើម្បីព្យាបាលរបួសដោយឃើញថាពីមួយថ្ងៃទៅមួយថ្ងៃលោកគ្រូកាន់តែប្រសើរឡើងហើយពេលនោះសានម៉ៅគេក៏រំពឹងទុកថាការរស់នៅជាមួយលោកគ្រូគេនឹងមានសេចក្តីសុខដូចក្មេងដទៃផ្សេងទៀតអញ្ចឹងប៉ុន្តែសានម៉ៅគេហាក់ដូចជាក្មេងម្នាក់ដែលត្រូវបណ្ដាសាអញ្ចឹងនៅពេលដែលគេមានជីវភាពរៀងប្រសើរតែបន្តិចរឿងអាក្រក់ក៏មកដល់នៅយប់មួយពួកទាហានក៏បានចូលមកក្នុងផ្ទះដើម្បីចាប់គុណលោកគ្រូរបស់គេពេលនោះលោកគ្រូក៏បានប្រយុទ្ធជាមួយទាហានយ៉ាងក្លាហានពេលនោះគាត់រៀបនឹងរត់ចេញទៅហើយតែដោយគេចាប់សានម៉ៅដើម្បីគំរាមដូច្នោះគាត់ក៏គ្មានជំរឿទេព្រមទម្លាក់អាវុធចោះរួចគេក៏បានចាប់គាត់យកទៅដាក់គុកសានម៉ៅក៏បានទៅសួរសុខទុក្ខលោកគ្រូនៅឯក្នុងគុកសង្ឃឹមថាបានជួបនឹងលោកគ្រូប៉ុន្តែអ្នកយាមគុកបាននិយាយថាគាត់ត្រូវបានគេបញ្ជូនទៅកំពង់ផហើយត្រូវបញ្ជូនខ្លួនគាត់យកទៅសានតុងវិញឮដូច្នោះសានម៉ៅក៏បានប្រមូលសម្ភារៈរបស់លោកគ្រូទាំងអស់យកទៅលក់បន្ទាប់មកគេក៏ប្រញាប់រត់សម្ដៅទៅកំពង់ផគេយកប្រាក់ទាំងអស់នោះទៅប្រគល់ទៅឲ្យលោកគ្រូប៉ុន្តែលោកគ្រូគាត់មិនបានយកទេគឺទុកឲ្យសានម៉ៅសម្រាប់អាហារហូបចុករបស់គេភ្លាមនោះអ្នកដែលបានមកចាប់លោកគ្រូរបស់គេក៏បានដណ្ដើមប្រាក់របស់គេទៅរួចនិយាយថាវាជាថ្លៃធ្វើដំណើរតាមផ្លូវរបស់លោកគ្រូគេពេលនោះសានម៉ៅក៏បានសួរលោកគ្រូគេថាហេតុអីបានពួកគេចាប់គាត់លោកគ្រូបានប្រាប់គេថាគាត់ជាទាហានម្នាក់ដោយសារតែភាពឆេវឆាវគាត់បានសម្លាប់មេបញ្ជាការរបស់គាត់ពេលនោះសានម៉ៅគេដឹងច្បាស់ណាស់ថាការត្រឡប់ទៅវិញរបស់លោកគ្រូប្រកាសជាមិនរស់នោះទេប៉ុន្តែគេក៏មិនដឹងថាត្រូវធ្វើយ៉ាងម៉េចដែរលោកគ្រូរបស់គេត្រូវបានគេគ្រាឡើងទៅលើកប៉ាល់ធំមួយឡើងទៅបាល់លើកប៉ាល់គាត់ក៏បានស្រែកមករកសានម៉ៅថាឯងចង់ដឹងថាលើលោកនេះមានព្រះជាម្ចាស់ពិតមែនឬនៅពេលដែលខ្ញុំឡើងទៅដល់ឋានសួគ៌ប្រសិនបើខ្ញុំបានជួបព្រះជាម្ចាស់ខ្ញុំប្រកាសជាអង្វរគាត់ឲ្យថែរក្សាឯងឲ្យសុខសប្បាយក្នុងជាតិនេះនៅពេលដែលកប៉ាល់ចាប់ផ្ដើមចេញដំណើរទៅសានម៉ៅគេដឹងច្បាស់ណាស់ថាគេមិនអាចជួបមុខលោកគ្រូរបស់គេម្ដងទៀតនោះឡើយ